បងប្អូនដែលអាសាមើលរឿងភាគកូរ៉េច្រើនណាបើគាត់ជាស្កបបាយច្បល់កូរ៉េឬក៏ហៅថាប៊ីប៊ីមបាប់នឹងឯងអានេះខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើតែញ៉ាំកន្លែងគេទៅ4-5 ដងឥឡូវចេះធ្វើហើយឃើញថាច្បល់ទៅរៀងវល់អញ្ចឹងមែនណាប៉ុន្តែរសជាតិវិញគឺថាមួយចានគោមនឹងញ៉ាំអស់ម្នាក់ឯងហ្មងសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាម្ទេសកូរ៉េបងប្អូនអានេះគឺជាប្រភេទម្ទេសរៀងផុកគោកអញ្ចឹងម្ទេសហ្នឹងខ្ញុំដាក់1ស្លាបព្រាបាយបន្ទាប់មកយើងបន្ថែមប្រេងល្ង1ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយសម្រាប់អានេះគឺជាទឹកខ្មេះបងប្អូនអាចប្រើទឹកខ្មេះអង្គក៏បានឬក៏ទឹកខ្មេះធម្មតាក៏បានដែរហើយចុងក្រោយគេនឹងគឺខ្ញុំបន្ថែមស្ករចំនួន2ស្លាបព្រាកាហ្វេយើងដាក់គ្រឿងក្រៅចូលទាំងអស់ហើយកូរច្បល់វាឲ្យចូលជាតិសព្វល្អមកសម្រាប់រសជាតិគឺយករៀងប្រៃផ្អែមណាហើយបន្ទាប់មកទៀតនឹងគឺយើងមានជាផ្សិតខ្មៅផ្សិតនេះគឺត្រាំជាមួយទឹកពុះទុកចោលម្ដុំសិនទៅយើងមកហាន់សាច់គោម្ដងសាច់គោគឺខ្ញុំប្រើចំនួន1ខាំកន្លះហាន់វាបានលិតក៏បានឬក៏ច្រាំហ្មងក៏បានដែរបន្ទាប់មកយើងបន្ថែមខ្ទឹមស1ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយសម្រាប់អានេះគឺជាទឹកឃ្មុំបងប្អូនខ្ញុំដាក់1ស្លាបព្រាកាហ្វេហើយចុងក្រោយគេនឹងគឺជាប្រេងល្ងចំនួន1ស្លាបព្រាបាយដែរយើងដាក់ចូលហើយកូរច្បល់សាច់នឹងឲ្យចូលជាតិសព្វល្អជាមួយនឹងគ្រឿងសិនទៅផ្អាប់សាច់គោទុកចោលម្ដុំយើងទៅរៀបចំបន្លែម្ដងសម្រាប់អានេះគឺជាសណ្តែកបដោះបងប្អូនយើងស្រុះវាជាមួយទឹកក្តៅទុកម្ដុំសិនបន្ទាប់មកគឺយើងមានជាតសក់សម្រាប់តសក់នេះគឺខ្ញុំប្រើតែ2ផ្លែទេយើងហាន់វាជារាងតសៃឆ្មាអញ្ចឹងមកហើយការ៉ុតប្រើតែម្ដុំមួយជ្រុងតូចនឹងបានហើយខ្ញុំហាន់វាជាតសៃរាងឆ្មាដូចគ្នាហើយសម្រាប់បន្លែទាំងពីរមុខនេះយើងប្រឡាក់ជាមួយអំបិលបន្តិចដូចគ្នាជាមួយនឹងប្រេងល្ងក៏ដូចគ្នាដែរយើងច្បល់បន្លែជាមួយនឹងអំបិលប្រេងល្ងអីហ្នឹងឲ្យចូលជាតិសព្វល្អសិនមកយើងទៅប្រឡាក់សណ្តែកបដោះម្ដងសម្រាប់សណ្តែកបដោះក៏ដូចគ្នាដែរបងប្អូនដាក់ទៅប្រេងល្ងបន្ថែមអំបិលមកចិបមកច្បល់ដូចគ្នានឹងនិយាយទៅបន្លែគឺធ្វើដូចតែគ្នាទាំងអស់អញ្ចឹងណាហើយសម្រាប់ផ្សិតនេះគឺត្រាំទុកប្រហែលជាខ្ទង់កន្លះម៉ោងទៅ1ម៉ោងតោះតែវាទន់ខ្លាំងហ្មងយើងយកវាទៅលាងទឹកមកទឹកពីទឹកចេញហើយហាន់វាជាតសៃរាងឆ្មាអញ្ចឹងហើយចាំយើងប្រឡាក់ជាមួយប្រេងល្ងអំបិលជាមួយនឹងល្ងបន្តិចប្រឡាក់វាដូចបន្លែមុនដែរបងប្អូនហើយចុងក្រោយគេហ្នឹងគឺយើងមានជាសាឡាត់ក្តោបហាន់វាជាដុំរាងតូចអញ្ចឹងមកហើយបន្លែដែលយើងត្រូវយកទៅឆាហ្នឹងគឺមាន3មុខហ្នឹងបងប្អូនប៉ុន្តែមុននឹងឆាបន្លែគឺយើងមកចៀនពងមាន់មកគ្រាប់សិនសម្រាប់ពងមាន់គឺយើងចៀនយកជាប់ភ្នៅហើយចៀនយកឆ្អិនតែម្ខាងទេអញ្ចឹងហើយពេលចៀនហ្នឹងបងប្អូនបើកភ្លើងតិចបានហើយដើម្បីឲ្យវាឆ្អិនរាងខ្លាំងអញ្ចឹងទៅហើយសម្រាប់ការឆាបន្លែវិញគឺយើងអត់មានដាក់គ្រឿងអីទេបងប្អូនដាក់តែខ្ទះចាក់បន្លែចូលឆាមកព្រោះអីបន្លែហ្នឹងក៏យើងប្រឡាក់ជាមួយប្រេងល្ងរួចរាល់ដែរសម្រាប់ការ៉ុតយើងឆារាងយូរតិចមកណាបងប្អូនប៉ុន្តែបើថាតសក់វិញគឺឆាតែមួយផ្លែតបានហើយតសក់ហើយនឹងការ៉ុតហ្នឹងគឺយើងយកឲ្យនៅរាងស្រួយច្របមកបានឆ្ងាញ់ប៉ុន្តែបើថាផ្សិតនេះគឺឆារាងយូរព្រោះអីផ្សិតគឺឲ្យវារាងឆ្អិនខ្លាំងបន្តិចសម្រាប់សាច់គោក៏យើងឆាលឿនដែរឆាប្រហែលជាខ្ទង់1នាទីអីហ្នឹងសាច់គោតែកាលណាឆាយូរពេកវាទៅជាឡើងរាងរឹងរាងស្វិតអីអញ្ចឹងទៅហើយសាច់គោហ្នឹងក៏យើងអត់មានត្រូវថែមថយគ្រឿងអីដែរបងប្អូនគ្រាន់តែដាក់ចូលឆាទៅបន្ទាប់ពីហ្នឹងមកយើងមករៀបចំដួសបាយដាក់ក្នុងចានបងប្អូនចង់ដាក់ប៉ុន្មានក៏បានយើងញ៉ាំច្រើនដាក់ច្រើនញ៉ាំតិចដាក់តិចអញ្ចឹងទៅប៉ុន្តែបាយកុំឲ្យច្រើនជាងបន្លែហើយនឹងសាច់ពេកបងប្អូនយើងដាក់យំល្មមទៅយើងរៀបចំបន្លែជាមួយសាច់ទាំងប្រមាណមុខនឹងដាក់ចូលក្នុងចានហើយយើងដួសពងមាន់ជាប់ភ្នៅនឹងដាក់ពីលើហើយយើងស្រោចទឹកស៊ុសដែលយើងបានធ្វើពីដំបូងគេហ្នឹងបងប្អូនហើយចាំរោយល្ងបន្តិចសម្រាប់ប៊ីប៊ីមបាប់នេះគេអត់ដាក់គីមឈីចូលជាមួយទេបងប្អូនគីមឈីគេដាក់ញ៉ាំនៅក្រៅអញ្ចឹងណាប៉ុន្តែខ្ញុំគឺ